ត្រី Doomsday Fish អាចកំបាំងនៃមហាសមុទ្រជ្រៅនិងជំនឿមិនច្បាស់លាស់ក្នុងចំណោមសត្វសមុទ្ររាប់ពាន់លានប្រភេទដែលរស់នៅក្នុងជម្រកដ៏ធំធេងនៃមហាសមុទ្រមានត្រីមួយប្រភេទដែលលេចធ្លោដោយសាររូបរាងប្លែកនិងការភ្ជាប់ខ្លួនទៅនឹងជំនឿព្រឺព្រួយនោះគឺ Oarfish ដែលត្រូវបានគេស្គាល់ជាទូទៅថាជា Doomsday Fish ត្រីថ្ងៃអវសាន Oarfish ជាពិសេសពពួក Giant Oarfish Rickelicus glassnae គឺជាត្រីដែលមានឆ្អឹងវែងបំផុតនៅលើពិភពលោកដែលអាចលូតលាស់ដល់ទៅជាង11ម៉ែត្រទោះបីជាមានទំហំដ៏អស្ចារ្យនេះក៏ដោយពួកវាជាធម្មតារស់នៅក្នុងជម្រៅដ៏ជ្រៅនៃមហាសមុទ្រដែលធ្វើឲ្យការជួបប្រទះផ្ទាល់ជាមួយមនុស្សមានលក្ខណៈកម្របំផុតភាពកម្រនៃការបង្ហាញខ្លួនរបស់ពួកវារួមជាមួយនឹងរូបរាងដូចពណ៌សមុទ្របានបណ្ដាលឲ្យមានរឿងព្រេងនិងជំនឿជាច្រើនជាពិសេសក្នុងវប្បធម៌ជប៉ុនដែលភ្ជាប់វត្តមានរបស់ពួកវាទៅនឹងគ្រោះមហន្តរាយធម្មជាតិដែលជិតមកដល់អត្ថបទនេះនឹងស្វែងយល់ពីជីវសាស្ត្រសរិវិទ្យានិងអាចកំបាំងជុំវិញត្រី Oarfish ក៏ដូចជាការពិនិត្យមើលទំនាក់ទំនងរវាងពួកវានិងជំនឿ Doomsday Fish ដែលបានលងបន្លាក់មនុស្សជាច្រើនលក្ខណៈជីវសាស្ត្រនិងសរិវិទ្យា Oarfish ជាកម្មសិទ្ធិរបស់អំបរ Rickelicus ដែលមានត្រីចំនួន4ប្រភេទដែលល្បីជាងគេគឺ Giant Oarfish Rickelicus glassnae និង King of Herrings Rickelicus rassali 1. លក្ខណៈរូបរាងកាយត្រី Oarfish មានរាងកាយសម្បត្តិវែងនិងរាងដូចខ្សែរីបូដែលអាចមានប្រវែងដ៏អស្ចារ្យស្បែករបស់ពួកវាមានពណ៌ប្រាក់ភ្លឺចែងចាំងមិនមានចម្កៃប៉ុន្តែមានសារធាតុ vanillin kaolin ដែលផ្ដល់ឲ្យពួកវានឹងពន្លឺពិសេសនៅក្នុងជម្រៅងងឹតព្រុនលក្ខណៈពិសេសមួយទៀតគឺព្រុនខ្នងដោះវែងដែលលាតសន្ធឹកស្ទើរតែពេញបណ្ដោយរាងកាយរបស់ពួកវាព្រុននេះមានពណ៌ក្រហមឆ្អិនឆ្អោរនិងអាចមានរហូតដល់400ទៅ500កាំពួកវាក៏មានព្រុនទ្រូងតូចនិងព្រុនអាំងត្រគីវែងស្ដាងស្រដៀងនឹង Oar ដែលជាហេតុធ្វើឲ្យមានឈ្មោះ Oarfish ក្បាលរបស់ពួកវាមានទំហំតូចបើប្រៀបធៀបទៅនឹងដងខ្លួនដោយមានមាត់តូចនិងមិនមានធ្មេញពិតប្រាកដ 2. ទីជម្រះនិងឥរិយាបថតំបន់ Mesopelagic Twilight Zone Oarfish រស់នៅក្នុងតំបន់ Mesopelagic នៃមហាសមុទ្រដែលមានជម្រៅពី200ទៅ1000ម៉ែត្រតំបន់នេះត្រូវបានគេស្គាល់ថាជាតំបន់ Twilight Zone ដោយសារពន្លឺព្រះអាទិត្យអាចជ្រាបចូលបានតិចតួចបំផុតជម្រៅនេះធ្វើឲ្យពួកវាពិបាកក្នុងការសិក្សានិងសង្កេតផ្ទាល់របៀបហែល Oarfish មិនដូចត្រីភាគច្រើនទេដែលហែលដោយប្រើព្រុនកន្ទុយរបស់វាពួកវាហែលដោយរំកិលរាងកាយរបស់វារាងជា undulating motion រីករលកដោយប្រើព្រុនក្បង់របស់វាការខ្លះគេសង្កេតឃើញពួកវាហែលបញ្ឈរដោយក្បាលចង្អុលទៅផ្ទៃមុខរបបអាហារពួកវាជាប្រភេទត្រីស៊ីចំណីដែលស៊ីសត្វសមុទ្រតូចៗ krill plankton និងត្រីតូចៗ 3. លទ្ធភាពបន្តពូជព័ត៌មានអំពីការបន្តពូជរបស់ Oarfish នៅមានកម្រិតយ៉ាងឡាយដោយសារភាពកម្រនៃការជួបប្រទះពួកវាប៉ុន្តែគេមានការជឿជាក់ថាពួកវាពងកូននៅក្នុងជម្រៅជ្រៅនិងកូនត្រី Oarfish បានឃើញនៅជិតផ្ទៃមុខមុនពេលដែលពួកវាធ្លាក់ទៅក្នុងជម្រៅជ្រៅវិញនៅពេលពេញវ័យអាចកំបាំងជុំវិញការបង្ហាញខ្លួនរបស់ Oarfish ការដែល Oarfish បង្ហាញខ្លួននៅជិតផ្ទៃមុខឬត្រីរលកបោកបក់មកលើឆ្នេរគឺជាព្រឹត្តិការណ៍មួយដែលកម្រនិងជាធម្មតាតាមពិតបានភ្ជាប់ទៅនឹងហេតុផលមួយចំនួន 1. ជំងឺឬរបួសភាគច្រើននៃ Oarfish ដែលត្រូវបានគេរកឃើញនៅជិតផ្ទៃមុខឬនៅលើឆ្នេរគឺស្ថិតនៅក្នុងស្ថានភាពឈឺឬស្លាប់ការឡើងទៅផ្ទៃមុខអាចជាលទ្ធផលនៃជំងឺធ្ងន់ធ្ងររបួសឬអាយុចាស់ដែលធ្វើឲ្យពួកនេះមិនអាចរក្សាលំនឹងនៅក្នុងជម្រៅធម្មតារបស់ពួកវាបាន 2. បម្រែបម្រួលបរិយាកាសការផ្លាស់ប្ដូរនៅក្នុងបរិយាកាសវែងជ្រៅដូចជាការផ្លាស់ប្ដូរសីតុណ្ហភាពទឹកលំហូរចរន្តទឹកនិងកម្រិតអុកស៊ីសែនក៏អាចបង្ខំឲ្យ Oarfish ឡើងមកលើផ្ទៃបានដែរឧទាហរណ៍ការកើនឡើងនៃរលកកម្ដៅនៃមហាសមុទ្រអាចរត់ទីពន់ទៅលើទីជម្រះធម្មជាតិរបស់ពួកវា 3. សកម្មភាពរុញជួយដីនេះគឺជាទ្រឹស្ដីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនិងត្រូវបានភ្ជាប់ទៅនឹងជំនឿ Doomsday Fish មានការសន្និដ្ឋានមួយចំនួនថា Oarfish អាចមានប្រតិកម្មទៅនឹងការផ្លាស់ប្ដូរសកម្មភាពរុញជួយដីក្រោមបាតសមុទ្រទ្រឹស្ដីនេះបង្ហាញថាការប្រែប្រួលសម្ពាធមុនពេលរុញជួយដីធំសម្ពាធក្នុងសណ្ដាក់ថ្មក្រោមសមុទ្រអាចផ្លាស់ប្ដូរដែលបណ្ដាលឲ្យមានការបញ្ចេញឧស្ម័នឬសារធាតុគីមីចូលទៅក្នុងទឹកត្រីទឹកជ្រៅដូចជា Oarfish ដែលមានភាពរស័យជាងទៅនឹងការប្រែប្រួលសម្ពាធអាចនឹងមានអារម្មណ៍មិនស្រួលនឹងឡើងមុខទៅផ្ទៃមុខចរន្តអគ្គិសនី
ការប្រែប្រួលនៅក្នុងសកម្មភាពរញ្ជួយដីជួយដីនិងរលកយក្សស៊ូណាមីដែលជាគ្រោះមហន្តរាយដ៏មហន្តរាយមួយក្នុងប្រវត្តិសាស្ត្រជប៉ុនទោះបីជាអ្នកវិទ្យាសាស្ត្រភាគច្រើនបានច្រានចោលថាការជាប់ទំនាក់ទំនងនេះជាការចៃដន្យក៏ដោយក៏វាបានពង្រឹងជំនឿ Doomsday Fish ក្នុងចំណោមសាធារណជនទូទៅស្រដៀងគ្នានេះដែរករណីមួយចំនួនផ្សេងទៀតនៅហ្វីលីពីននិងកន្លែងផ្សេងៗទៀតក៏បានភ្ជាប់ទំនាក់ទំនងដោយអ្នកគាំទ្រជំនឿនេះផងដែរទស្សនវិទ្យាសាស្ត្រអ្នកវិទ្យាសាស្ត្រខាងភូមិសាស្ត្រនិងសមុទ្រភាគច្រើនបដិសេធយ៉ាងដាច់អង្ការនៅគំនិតថា Office អាចទស្សន៍ទាយរញ្ជួយដីបានការសិក្សាជាច្រើនពិសេសការសិក្សាមួយក្នុងឆ្នាំ2019ដែលបានផ្កាស់ផ្សាយក្នុង Bulletin of the Seismological Society of America បានរកឃើញថាគ្មានទំនាក់ទំនងស្ថិតិសំខាន់ណាមួយរវាងការរកឃើញ Office និងការកើតមានរញ្ជួយដីនៅក្នុងប្រទេសជប៉ុននោះទេពួកគេបានសន្និដ្ឋានថាការបង្ហាញខ្លួនរបស់ Office ត្រូវអាចបណ្ដាលមកពីកត្តាបរិយាដ្ឋានដូចជាជំងឺភាពមិនស្រួលដែលបណ្ដាលមកពីចរន្តទឹកខ្លាំងឬការប្រែប្រួលសីតុណ្ហភាពទឹកជ្រៅបញ្ហាប្រឈមក្នុងការសិក្សានិងការយល់ដឹងការសិក្សាអំពី Office នៅតែជាបញ្ហាប្រឈមធំសម្រាប់អ្នកវិទ្យាសាស្ត្រដោយសារតែ 1. ទីជម្រកជ្រៅទីជម្រកធម្មជាតិរបស់ Office ស្ថិតនៅតំបន់ Mesopelagic និងពិបាកទៅដកដោយបច្ចេកវិទ្យាបច្ចុប្បន្នការសង្កេតផ្ទាល់គឺកម្រនិងការសិក្សាត្រូវពឹងផ្អែកលើសំណាក់ដែលងាប់ឬឈឺដែលបានរកឃើញ 2. ភាពកម្រនៃការជួបប្រទះដោយសារតែភាពកម្រនៃការបង្ហាញខ្លួនរបស់ពួកគេការប្រមូលទិន្នន័យគ្រប់គ្រាន់ដើម្បីធ្វើការសន្និដ្ឋានបែបវិទ្យាសាស្ត្រអំពីឥរិយាបថនិងមូលហេតុនៃការឡើងមកលើផ្ទៃរបស់ពួកគេគឺពិបាកណាស់ 3. ការបកស្រាយទិន្នន័យដែលទទួលបានជារឿយៗមិនពេញលេញហើយអាចនាំទៅកាន់ការបកស្រាយខុសឬការភ្ជាប់ទំនាក់ទំនងដោយឆៃដន្យដែលមិនផ្អែកផ្នែកដែលមិនទិន្នន័យដែលទទួលបានជារឿយៗមិនពេញលេញហើយអាចនាំទៅកាន់ការបកស្រាយដោយខុសឬការភ្ជាប់ទំនាក់ទំនងដោយចៃដន្យដែលមិនផ្នែកផ្នែកលើភស្តុតាងវិទ្យាសាស្ត្រការរកឃើញថ្មីៗនិងអនាគតនៃការស្រាវជ្រាវទោះបីជាមានបញ្ហាប្រឈមក៏បច្ចេកវិទ្យាថ្មីៗកំពុងបើកទ្វារដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់អំពី Office និងសត្វសមុទ្រទឹកជ្រៅផ្សេងទៀត 1. យានក្រោមទឹកស្វ័យប្រវត្តិការប្រើប្រាស់ AUV និង ROV ដែលបំពាក់ដោយកាមេរ៉ានិងឧបករណ៍ចាប់បានទំនើបកំពុងអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្ររកជំរឿនមហាសមុទ្របានកាន់តែជ្រៅនិងទាបប្រសើរឡើងទៀតហើយវីដេអូកម្រមួយចំនួនដែលបានថតពី Office នៅទីជម្រកធម្មជាតិរបស់ពួកគេមកពីបច្ចេកវិទ្យានេះ 2. បច្ចេកវិទ្យា Sonar និង Acoustic បច្ចេកវិទ្យា Sonar និងរបបសំឡេងក្រោមទឹកផ្សេងៗអាចជួយនៅក្នុងការរកឃើញនិងតាមដានចលនារបស់សត្វសមុទ្រទឹកជ្រៅដែលអាចផ្ដល់ព័ត៌មានអំពីលំនឹងឥរិយាបថរបស់ពួកគេ 3. ការវិភាគសំណាក់ការសិក្សាពីសំណាក់ Office ដែលបានរកឃើញអាចផ្ដល់ព័ត៌មានអំពីរបបអាហារសុខភាព Zen និងប្រវត្តិជីវិតរបស់ពួកគេ Office ជាត្រីដ៏គួរឲ្យចាប់អារម្មណ៍និងអន្បួងមួយដែលរស់នៅក្នុងជម្រៅដ៏ធំធេងនៃមហាសមុទ្ររូបរាងប្លែកនិងភាពកម្រនៃការបង្ហាញខ្លួនរបស់ពួកគេបានបង្កើតឡើងជាជំនឿនិងរឿងព្រេងជាច្រើនពិសេសជំនឿ Doomsday Fish ដែលភ្ជាប់វត្តមានរបស់ពួកគេនឹងគ្រោះមហន្តរាយធម្មជាតិទោះបីជាមានការពេញនិយមនៃជំនឿនេះក៏ដោយភស្តុតាងវិទ្យាសាស្ត្របច្ចុប្បន្នមិនគាំទ្រទំនាក់ទំនងផ្ទាល់រវាង Office និងការទស្សន៍ទាយរញ្ជួយដីនោះទេប៉ុន្តែផ្ទុយទៅវិញការបង្ហាញខ្លួនរបស់ពួកគេត្រូវអាចបណ្ដាលមកពីជំងឺរបួសឬការប្រែប្រួលបរិយាដ្ឋានOffice នៅតែជាតំណាងដ៏ល្អប្រសើរមួយនៃអន្បួងដែលនៅសល់លេចក្បាំងនៅក្នុងមហាសមុទ្រដ៏ធំធេងរបស់យើងការសិក្សាអំពីពួកគេមិនត្រឹមតែជួយឲ្យយើងយល់ដឹងអំពីជីវិតនៅក្នុងទឹកជ្រៅប៉ុណ្ណោះទេវាក៏រំលឹកយើងអំពីសារៈសំខាន់នៃការបែងចែករវាងរឿងព្រេងនិទាននិងចំណេះដឹងវិទ្យាសាស្ត្រផងដែរមានតែបច្ចេកវិទ្យាកាន់តែទំនើបយើងនឹងសង្ឃឹមថាអាចស្រាយបំភ្លឺអន្បួងជាច្រើនទៀតអំពី Doomsday Fish និងជំរឿនៃមហាសមុទ្រ